រឿងស្រមោលព្រាយខ្លាក្នុងព្រៃអាគមនៅពេលព្រះច័ន្ទពេញវង្សបានឡើងខ្ពស់នៅលើមេឃព្រៃជ្រៅហាក់ដូចជាកំពុងដកដង្ហើមដោយដង្ហើមត្រជាក់និងគួរឲ្យខ្លាចផ្សែងចុះអាប់ពណ៌បៃតងខ្មៅបានរសាត់ចុះមកបិទបាំងផ្លូវដើរដូចជាវាំងនូនដែលបំបែកពិភពមនុស្សពីពិភពព្រលឹងពូឆៃព្រានព្រៃជើងចាស់ដែលមានមុខជ្រួញនិងសម្បុរខ្មៅស្រអាប់បាននាំដារ៉ូក្មេងប្រុសជំទង់ម្នាក់ដែលទើបតែចាប់ផ្ដើមរៀនសូត្រពីជីវិតព្រៃដើរជ្រៅទៅក្នុងទឹកដីបំរាមកំបិតស្នៀតដែលមានបូជាសិលាចារឹកបុរាណត្រូវបានព្យួរនៅចង្កេះរបស់ពូឆៃដូចជាវត្ថុស័ក្តិសិទ្ធិតែមួយគត់ដែលអាចការពារពួកគេដារ៉ូដើរតាមពីក្រោយដោយភាពភ័យខ្លាចភ្នែករបស់គេបើកធំសម្លឹងមើលគ្រប់ស្រមោលដែលកម្រើកសំឡេងក្រហមដ៏គួរឲ្យខ្លាចមួយបានបន្លឺឡើងពីជ្រុងងឹតមិនមែនជាសំឡេងខ្លាធម្មតាទេប៉ុន្តែវាដូចជាសំឡេងយំស្រែកនៃព្រលឹងជាច្រើនដែលកំពុងតែឈឺចាប់ពូឆៃស្រាប់តែឈប់ឈរកាយវិការរបស់គាត់តាមតឹងភ្នែកគាត់សម្លឹងទៅមុខចាំងមុតមាំពូឆៃបានខ្សឹបយ៉ាងខ្លីឯងកុំភ័យកុំចេញឆ្ងាយពីពូពីកណ្ដាលផ្សែងចុះអាប់ដ៏ក្រាស់ព្រាយខ្លាក្បាល3ដ៏ធំសម្បើមបានលេចខ្លួនឡើងវាមានក្បាល3ដែលមើលទៅដូចជាខ្លាប៉ុន្តែមានភ្នែកក្រហមភ្លឺនិងធ្មេញស្រួចស្លាកស្នាមអាគមពណ៌ក្រហមឆ្អៅបានរំលេចនៅលើស្បែករបស់វាស្រោចទៅដោយឈាមដែលហូរចុះមកដីវាក្រហមយ៉ាងខ្លាំងធ្វើឲ្យដើមឈើជុំវិញញ័ររន្ធត់ដារ៉ូតក់ស្លុបលែងអាចកម្រើខ្លួនបានព្រាយខ្លាបាញ់ភ្នែកក្រហមរបស់វាទាំង6មកលើពួកគេទាំងពីរពូឆៃមិនបង្អង់យូរគាត់ដកកំបិតស្នៀតចេញពីស្រោមហើយចាប់ផ្ដើមសូត្រមន្តគាថារួចផ្លុំទៅលើកំបិតពន្លឺពណ៌មាសក៏ចេញពីកំបិតនិងអាគមជុំវិញខ្លួនរបស់ពូឆៃបានបង្កើតជារបាំងការពារតូចមួយពូឆៃចាប់ដៃដារ៉ូរត់ដោយមិនដឹងផ្លូវក្នុងកំឡុងពេលអាប់កំពុងរសាត់ចេញពីមុនព្រាយខ្លាដេញតាមក្រាញ់ញ៉ាំជើងរបស់វាដ៏មុតស្រួចស្ទើរតែនឹងប៉ះនឹងពួកគេពូឆៃប្រើចំណេះដឹងជាព្រាមព្រៃរបស់គាត់ដើម្បីនាំរោរត់ឆ្លងកាត់ផ្លូវសម្ងាត់ដែលព្រាមផ្សេងមិនដឹងនិងប្រើមន្តអាគមកំបាំងភ្នែកដើម្បីបំវែដានពួកគេលូនចេញពីក្រោមឫសឈើធំឆ្លងកាត់អូរតូចមួយដើម្បីកាត់បន្ថយដានក្លិនរហូតដល់ទីបំផុតពួកគេបានរត់ចេញមកដល់វាលស្រែក្រៅព្រៃពួកគេដកដង្ហើមយ៉ាងធំដោយភាពហត់នឿយនិងភាពត្រេកអរដែលបានរួចជីវិតពូឆៃសម្លឹងមើលទៅព្រៃងងឹតវិញដោយមុខតានតឹងដារ៉ូឯងកុំនិយាយពីរឿងនេះឲ្យអ្នកណាស្ដាប់ឲ្យសោះព្រៃនេះមានម្ចាស់ដែលខ្លាំងពូកែហើយថ្ងៃនេះយើងគ្រាន់តែមានសំណាងប៉ុណ្ណោះកំបិតអាគមនេះបានជួយយើងតែបើគ្មានវាទេយើងប្រហែលជាលែងមានសំណាងទៀតហើយដារ៉ូងក់ក្បាលដោយភាពភ័យខ្លាចនិងការគោរពយប់នេះគាត់មិនត្រឹមតែបានឃើញព្រាយខ្លាប៉ុណ្ណោះទេប៉ុន្តែគាត់ក៏បានរៀនអំពីភាពខ្លាំងនៃជំនឿខ្មែរនិងភាពគ្រោះថ្នាក់នៃព្រៃអាគមដែលមិនគួរមើលស្រាល